vậy hai chốt có cần vậy taแต่hai là bốc trong từ đây aoเรียกระบบชมท่ากรอนแต่วิดีโอกดบอสไรกรอนแต่วิดีโอบกชมบอสไรปรับปีหายการในภูมิไรจันทร์ทำมูลหายดำจอมไอ้บันยังกาไปหาบอเคยยมลบวิดีโอนั่งเฉยยมปรับมูลหายดำจอมบกชมปรับมูลหายดำจอมทำมูลหายไอ้บันปีดาวมาไม้การไอ้ไม้บันยังกาบันหาบุยใบบุญการลบทอมเนี่ยนั่นคือคนไทยระบบชมtừ đây aoเรียกระบบชมท่าระบบชมนั่งโยนั่งชีระบอลโรซี่ខ្ញុំផ្ទះខ្ញុំនៅពេញខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិតខ្លួនឯងក្នុងเพจខ្ញុំគឺមានតែលក់ដូររ៉ូស៊ីមិនដែលចេះយកអីលើបណ្ដាញសង្គមនឹងតែរ៉ូស៊ីទេជាក់ស្ដែងបើសិនជាគ្មានហេតុការណ៍នៅភូមិព្រៃច័ន្ទដែលជាផ្ទះខ្ញុំដែលជាផ្ទះខ្ញុំទេខ្ញុំមិនដែលទៅផុសហេតុការណ៍អីទេខ្ញុំចូលរួមតាមគេតំបន់ណានៅតាកបីតាមមន់អីមានការត្រូវការថវិកាខ្ញុំបានទៅជូនតាមគេហើយក្នុងเพจខ្ញុំផុសនេះដោយសារអីដោយសារតែផ្ទះខ្ញុំនៅហ្នឹងដោយសារតែផ្ទះខ្ញុំនៅហ្នឹងទៅខ្ញុំផុសតែងតែផុសញឹកញាប់ពាក់ព័ន្ធមួយនឹងបញ្ហាហ្នឹងហើយតើខុសកម្រិតណាបងប្អូនណាខ្លះបានមើលវីដេអូហ្នឹងបងប្អូនអ៊ំពូមីងណាខ្លះដែលបានមើលវីដេអូដែលខ្ញុំអង្គុយសួរឪពុកខ្ញុំតើខុសត្រង់ណាគាត់តែបង្ហាញពីហេតុការណ៍ដែលកើតខ្ញុំតន់តែបង្ហាញពីហេតុការណ៍ដែលកើតឡើងខ្ញុំសួរឪពុកខ្ញុំសួរគាត់ថាប៉ាអើយហេតុការណ៍ពីដើមវាយ៉ាងណាយ៉ាងណីដើម្បីឲ្យបងប្អូនបានដឹងថាអាម៉េចបានវាមកបាញ់យើងអាម៉េចមកយើងគ្រាន់តែប្រាប់ពីឈឺចាប់ក្នុងនាមយើងជាឈាមខ្មែរប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានគេបំពេញហេតុអីបានហៅឪពុកខ្ញុំទៅឌីលខ្មែរខែខ្ញុំនឹងយកអីស្អីគេព័ត៌មានអីយកមករ៉ូស៊ីបងអើយបងផ្ទះវិឡាខ្ញុំនឹងពេញប៉ុណ្ណាណីបងខ្ញុំមានមុខរបររ៉ូស៊ីខ្ញុំប៉ុណ្ណាណីបងខ្ញុំមិនដែរយកអារឿងអស់នឹងមករ៉ូស៊ីទេបងស្គាល់ពីប្រវត្តិខ្ញុំឲ្យច្បាស់សិនតែតាំងពីធ្វើសប្បុរសធម៌មកខ្ញុំដែរដាក់ផលិតផលខ្ញុំបង្ហាញមិនតិចទេពេលដែលខ្ញុំផុសពីបញ្ហាជាតិខ្ញុំមិនដែលបានលក់ដូរទេខ្ញុំមិនហ៊ានខ្ញុំមិនមែនអ្នកចិត្តខាងអីទេណាគឺខ្ញុំជាម្ចាស់ផ្ទះណាខ្ញុំគឺជាជនរងគ្រោះហេតុអីបានគ្រាន់តែវីដេអូឪពុកខ្ញុំនិយាយជាមួយនឹងខ្ញុំហេតុអីបានត្រូវហៅឪពុកខ្ញុំទៅឌីលថ្មីបងឪពុកខ្ញុំអត់ខ្លាចស្លាប់ទេណាឪពុកខ្ញុំអត់ខ្លាចស្លាប់ទេថ្ងៃដំបូងដែលបានថ្ងៃទីម៉ានតាំងទី17លេខ11 7ដែលបានផ្សាយគាត់បាយផ្សាយហ្នឹងចាថ្ងៃហ្នឹងគឺមានតែឪពុកខ្ញុំនិងបងខ្ញុំទេដែលដើរចូលទៅបងប្អូនគាត់ជាបានមើលវីដេអូហើយគឺចៅសៀមយកភ្លើងខ្ញុំក្បាលឲ្យខ្ញុំណាប្រាប់ឲ្យដកថយគាត់ដកថយទេបន្ទាប់មកបានផ្សាយហៅកម្លាំងកងកម្លាំងឲ្យមកជួយបន្ថែមបងអូនប្រុសខ្ញុំអាមួយដែលបងប្អូនបានឃើញទីនបលាលុះល្បីណាហ្នឹងបងអូនបង្កើតរបស់ខ្ញុំគ្រួសារខ្ញុំគឺសិតតែអ្នកមានបេះដូងមិនមែនជាមនុស្សអាត្មានិយមទេបងមិនមែនជាមនុស្សអាត្មានិយមទេតាមពិតយើងមិនចង់មកឡាយអីយំសាច់អីច្រើនទេប៉ុន្តែយើងលះបង់វាច្រើនពេកទុកកូនទុកអីចោលហើយសួរថាពេលដែលយើងយកទៅយើងដឹងថាកន្លែងណាមុននឹងយើងថតគឺយើងសុំហើយមិនយើងមិនដឹងទេថាកន្លែងណាយើងត្រូវនេះប៉ុន្តែក្នុងវីដេអូហ្នឹងគឺវីដេអូគ្រាន់តែនិយាយពីហេតុការណ៍ដែលកើតឡើងមុនដំបូងវាមកជេរមិនវាធ្វើមិនយើងអត់ធ្មត់មិនយើងទ្រាំមិនរហូតដល់វាបាញ់យើងរបួស3នាក់ស្លាប់ម្នាក់តែយើងមិនតបអត់យកមានតបទេនៅក្នុងហ្នឹងហេតុអីក៏លោកអញអាងអីគេខ្ញុំអត់យល់ថាក្នុងអំណាចជាអីគេនៅក្នុងពេលដែលកំពុងតែមានសង្គ្រាមនេះអ្នកដែលចោះជួយគេខ្លាចគេខ្លាចគេចាប់ដើមអញ្ចឹងមកហេតុអីយើងមានភាសាច្រើននៅក្នុងការនិយាយដែលថាឥឡូវបងប្អូនណាឥឡូវវីដេអូមួយនេះមើលទៅវាប៉ះពាល់អញ្ចឹងខាងថ្នាក់លើឬក៏ខាងបងសុំឲ្យអូនលុបបានអត់ពួកខ្ញុំលុបបានហើយកុំហៅតែស្ដីឲ្យ